ស្វាគមន៍មកកាន់ Cambodia ទាំងអស់គ្នាបងប្អូនណាថ្ងៃនេះខ្ញុំ Cambodia គឺបានយករូបមន្តថ្មីដែលទៅនឹងបញ្ហាស្បែកមុខឬក៏អាចនិយាយបានថានឹងរូបមន្តហ្នឹងវាតកតងនឹងស្បែកខ្លួនក៏បានដែរគឺជួយស្បែកមុខយើងបបាត់មុនបបាត់ស្នាមហើយជួយស្បែកមុខជួយឲ្យស្បែកមុខរបស់យើងសណាវិធីនេះគឺជាវិធីធម្មជាតិដែលមិនប៉ះពាល់ដល់សុខភាពស្បែកមុខទេចាហើយសម្រាប់នារីក៏បានបរិបរក៏បានដែរណាហើយមានតែពីរយ៉ាងជាវត្ថុដែលងាយរកនៅក្នុងនេះយើងទៀតនេះម្សៅកន្លះថៃតែម្សៅនេះបើសិនជាបងប្អូនទៅសាយឃើញមិនយើងទិញទុកមកប្រើតែព្រោះមកកញ្ចប់ប្រើបានយូរណាស់មកកញ្ចប់វាប្រើបានច្រើនអញ្ចឹងណានេះសម្រាប់នេះខ្ញុំធ្វើបង្ហាញនេះគឺសម្រាប់ស្បែកមុខគឺយើងដាក់ចំនួនល្មមមកមិនដាក់មកលព្រាទេសម្រាប់ស្បែកមុខយើងណាខ្សែកន្លះហើយទឹកមកគឺយើងប្រើជាមួយទឹកដោះគោឆៅតែពិតទឹកដោះគោឆៅគឺយើងដាក់ទៅតិចទេស្បែកមុខរបស់យើងខាត់ស្បែកគឺយើងប្រើមកកញ្ចប់យើងប្រើម្សៅកន្លះថៃនិងមកកញ្ចប់ហើយនឹងប្រើទឹកគោឆៅកន្លះកំប៉ុងអីចឹងបានណាតែនេះសម្រាប់ស្បែកមុខអញ្ចឹងគឺយើងលាយប៉ុណ្ណឹងទៅហើយទឹកដោះគោឆៅគឺតែមួយស្លាបព្រាទេណាទឹកគោឆៅដែលសល់គឺយើងយកទៅញ៉ាំឬយើងយកទៅធ្វើអីផ្សេងបានទៀតកាត់ស្បែកខាត់អីតាមយើងអញ្ចឹងទៅនេះយើងលាយល្បាយពីហ្នឹងបញ្ចូលគ្នាហើយយើងយកទៅបិទមុខរបស់យើងបិទហ្នឹងគឺយើងត្រូវបិទរយៈពេល20នាទី15នាទីទៅ20នាទីណាបើសិនជាយូរដល់កន្លះម៉ោងក៏បានដែរអត់អីទេណាហើយវាដូចខ្ញុំបានជម្រាបចឹងគឺវាជួយឲ្យស្បែកមុខរបស់យើងភ្លឺថ្លាបបាត់មុននិងបបាត់ស្នាមដោយសារតែម្សៅកន្លះហ្នឹងវាមានសារជាតិជូរប៉ុន្តែវាជួយព្យាបាលស្បែកមុខយើងជំរះកោសិកាចាស់ៗណាគឺយើងឲ្យធ្វើការខាត់ចោលបិទចោលចឹងទៅលើស្បែកមុខរបស់យើងណាបិទចឹងទៅយើងទុកចោលហើយយើងធ្វើអីធម្មតាចឹងទៅនេះដូចយើងអប់ចោលចឹងណាមួយទឹកដោះគោឆៅចឹងណាបើសិនជាបងប្អូនគាត់ចង់បានទឹកដោះគោឆៅយើងច្រើនជាងហ្នឹងគឺយើងថែមច្រើនជាងហ្នឹងទៅនេះបើយើងចង់បានខាប់ណាបើយើងចង់មានជាតិទឹកដោះគោឆៅច្រើនយើងថែមច្រើនតាមហ្នឹងទៅទៀតអីចឹងទៅណាហើយយើងទុកចោលយើងអាចធ្វើការទុកសារធាតុផ្សំដែលយើងលាយហ្នឹងទុកចាំបន្តិចសិនចាំយើងយកមកអប់មុខយើងក៏បានដែរនេះយើងស្កាប់លើមុខយើងទៅដោះពី3នាទីហើយយើងទុកចោលលើមុខយើង15ទៅ20នាទីឬក៏កន្លះម៉ោងអញ្ចឹងទៅណាហើយពីនេះគឺវាមានល្អមែនតើសម្រាប់សុខភាពស្បែកមុខរបស់យើងមិនមែនថាយើងចង់ព្យាបាលធម្មជាតិចង់ប្របាត់មុនយើងធ្វើមួយថ្ងៃបានទេអានេះក៏យើងព្យាយាមឧស្សាហ៍ព្យាយាម2ថ្ងៃធ្វើម្ដងយើងឬក៏បើសិនជាអ្នកមានស្បែកមុខមុនខ្លាំងគឺធ្វើរាល់ថ្ងៃបានណាធ្វើមួយថ្ងៃតែម្ដងទេធ្វើនៅពេលមេតិចពេលយប់ក៏បានពេលព្រឹកក៏បានណាតែបើល្អគឺធ្វើពេលយប់រៀបចូលគេងល្អមែនតើចាហើយការបង្ហាញរបស់នាងខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមដល់ចប់បើសិនជាចូលចិត្តកុំភ្លេចជួយ like subscribe channel នាងខ្ញុំផងណាហើយបើសិនជាបងប្អូនមានចម្ងល់អីអាចខមមិននាងខ្ញុំសួរខមមិនសួរនាងខ្ញុំខាងក្រោមបាននាងខ្ញុំធ្វើការបកស្រាយបើសិនជាមានកន្លែងណានាងខ្ញុំអាចឆ្លើយបានឬក៏អាចប្រាប់បងប្អូនបានណាចាអរគុណច្រើនជម្រាបលាបាយបាយ